ស្រីអ៊ីតហួសចិត្តខ្លាំងទម្លាយពីអ្នកកាត់សក់រួមអាជីវម្នាក់ដល់ថ្ងៃធ្វើការបាយជាបោកគ្រប់បែកគ្មានទំនួលខុសត្រូវថ្មីនេះលើបណ្ដាញសង្គមមហាជនអ្នកគាំទ្រតាមដានរបស់តារាកំប្លែងល្បីឈ្មោះអ្នកនាងស្រីអ៊ីតកំពុងផ្ទុះការចាប់អារម្មណ៍ចែករំលែកនិងបញ្ចេញមតិវិញ្ញាចក្រោយពីបានឃើញអ្នកនាងបង្ហាញការហួសចិត្តខ្លាំងដោយបង្ហោះទម្លាយពីអ្នកកាត់សក់រួមអាជីវម្នាក់គ្មានទំនួលខុសត្រូវទៅលើការងារក្នុងនោះស្រីអ៊ីតបានរៀបរាប់ទម្លាយឲ្យដឹងពីរឿងរ៉ាវនេះថាអ្នកកាត់សក់រួមអាជីពរូបនោះត្រូវបានអ្នកនាងហៅធ្វើជាដៃគូកាត់សក់ក្នុងកម្មវិធីមង្គលមួយដោយបានកក់លុយមុនរយៈពេល1ខែហើយស្រាប់តែមកដល់យប់មុនថ្ងៃកម្មវិធីបែរជាប្រាប់នាងវិញថាមិនមកធ្វើឲ្យនាងពិបាកមិនដឹងដោះស្រាយជាមួយម្ចាស់កម្មវិធីយ៉ាងណាដែលជាហេតុធ្វើឲ្យនាងហួសចិត្តខ្លាំងដាច់ចិត្តបង្ហោះទម្លាយបែបនេះក្នុងនោះតារាកំប្លែងស្រីអ៊ីតក៏ពុំបានបើកបង្ហាញមុខឬនិយាយពីឈ្មោះដៃគូរួមអាជីពរូបនោះឡើយដោយគ្រាន់តែបង្ហោះរូបភាពបាំងមុខភ្ជាប់ជាមួយសាររៀបរាប់ថាខ្ញុំផុសមិនបញ្ចេញមុខបងឯងខ្ញុំយល់បងឯងគូបងឯងយល់ខ្ញុំមិនមែនម៉ោង10យប់ហើយបងឯងទៅមកប្រាប់ថាមិនបានមកបងឯងយល់អារម្មណ៍អ្នកទទួលគេកាត់សក់កាត់សក់ព្រឹកម៉ោង10យប់ប្រាប់រកឯណាទាន់លោកគួរឲ្យខ្លាចបើគូថាយ៉ាងម៉េចបើយើងដឹងហើយយើងតើគូថាឲ្យគាត់យ៉ាងម៉េចកុំអញ្ចឹងយល់អារម្មណ៍គ្នាផងបងប្អូនហើយដៃគូកាត់សក់ណាគាត់ធ្វើស៊ីអ្នកស្រីអ៊ីដកជាធម្មតាបងប្អូនកក់លុយឡើងមួយខែម៉ោង10ត្រូវកាត់សក់ម៉ោងនិយាយថាពេលព្រឹកយើងត្រូវកាត់សក់ណាហើយម៉ោង10យប់មកឆាត់ប្រាប់ថាបានមកទេបោកក៏បែកប៊ីចសូតទៅភិចហ្មង